នេះជា smartphone ផ្នែក 3 សម្រាប់អ្នកត្រូវការស៊ីវិល័យនិងធន់រឹងមាំហើយមើលទៅអស្ចារ្យហើយទំហំអេក្រង់របស់គេក៏អែមដែរគឺ 6.8 អ៊ីងប៉ុន្នេះល្មមមកយើងមើលភាពយន្តមកពេញភ្នែកតែម្ដងកាមេរ៉ារបស់គេក៏មិនក្រាស់ពេកដែរគឺត្រឹមតែ 9.15 មីលីម៉ែត្រប៉ុណ្ណោះប៉ុន្នេះល្មមមកយើងសោកចូលក្នុងអាប៉ៅហើយដកចេញមកវិញកាន់យ៉ាងស្រួលហើយពេញចិត្តផងដែរវាបំពាក់មកជាមួយនឹង RAM ធំរហូតដល់ 24G memory វិញរហូតដល់ 256G ហើយថ្មវិញ 5000 mAh ដាក់តែប៉ុណ្ណឹងក៏ដឹងដែរថាទូរស័ព្ទនេះមានទំហំផ្ទុកធំហើយអាចធ្វើការបានច្រើនដូច្នេះហើយទើបវារៀងថ្លៃជាង G5 បន្តិចហើយតម្លៃរបស់វាគឺ$179ហើយបើនិយាយអំពីការ design របស់គេវិញលយកប់ហ្មងគឺ material អស្ចារ្យហើយមើលទៅកាន់ទៅមានអារម្មណ៍ស្និទ្ធដៃមើលទៅចុះចំណងជាមួយអ្នកដទៃមិនធ្វើឲ្យយើងពិបាកគិតឬក៏សម្រេចចិត្តក្នុងការទិញអាមួយនេះទេព្រោះថាគេដាក់មកមួយសេតហើយសូម្បីតែប្រអប់របស់គេក៏អែមដែរហើយរូបរាងទូរស័ព្ទក៏លយពណ៌ក៏មានច្រើនហើយរបស់ក្នុងប្រអប់ដូចដើមគឺគេដាក់មកពេញមិនឲ្យយើងពិបាករកទិញក្រាននោះទេមានឆ្នាំងសាករំសាកខេសការពារអីជាដើមសភៅណែនាំបានធានាដូចខ្ញុំតែនិយាយជារឿយចឹងហើយចំពោះកាមេរ៉ារបស់វាវិញប៉ុណ្ណាថាវាជាទូរស័ព្ទផ្នែក 3 ដូច្នេះវាមានកាមេរ៉ា 3 គ្រាប់ដែលកាមេរ៉ាខាងក្រោយមាន 2 គ្រាប់កាមេរ៉ាគោលរបស់វា 13 megapixel ហើយកាមេរ៉ាមួយគ្រាប់ទៀត 8 megapixel អញ្ចឹងហើយមកល្មមថតរូបបានមួយឆ្ងាញ់ហើយវាមានកាមេរ៉ាមុខ 5 megapixel សម្រាប់ថត selfie ហើយសម្រាប់យើងធ្វើវីដេអូ call ផងដែរហើយបើនិយាយអំពីកម្រិតវីដេអូរបស់វាវិញគឺវាអាចថតបានរហូតដល់ Full HD 18វារត់ជាមួយនឹង Android 14 ទៀតអែមហើយ Bluetooth Wi-Fi ហើយនិង GPS ក៏មាននៅក្នុងនេះដែរនិយាយទៅគេញាត់មុខងារមកកប់សម្រាប់យើងប្រើប្រាស់តាមតម្រូវការបានគ្រប់តម្រូវការតែម្ដងបើសិនជាលោកអ្នកមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់សាខា Cambodia ឬក៏មកតេស្តផ្ទាល់ដល់ទីតាំងក៏បានដែរពួកយើងស្វាគមន៍ជានិច្ចអរគុណនេះជាព័ត៌មានដែលខ្ញុំមាននៅថ្ងៃនេះ